បាទជួបគ្នាម្ដងទៀតហើយនេះគឺជាវីដេអូមួយបែបទៀតដែលខ្ញុំព្យាយាមធ្វើឡើងគឺក្នុងការចែករំលែកទៅលើការប្រើទូរស័ព្ទ iPhone ដើម្បីយើងអាចដាក់ភ្លើងផ្លឹបផ្លែបនៅពេលដែលរាល់ការខលចូលបាទហើយយើងធ្វើបែបនេះគឺវាមានអត្ថប្រយោជន៍ច្រើនសម្រាប់អ៊ំពូមីងជាពិសេសមនុស្សចាស់ដែលនៅផ្ទះគឺភាគច្រើនគាត់តែងតែផ្លិចទូរស័ព្ទបាទនៅទីតាំងដែលគាត់បានអង្គុយឬក៏ទៅធ្វើអ្វីមួយគាត់ក៏ផ្លិចបាទអញ្ចឹងដើម្បីងាយស្រួលសម្រាប់គាត់ក្នុងការរកអញ្ចឹងគឺយើងដាក់ភ្លើង LED ដើម្បីឲ្យវាលោតមានបន្លឺជះបាទអញ្ចឹងទៅសម្រាប់ពួកគាត់គឺមានភាពងាយស្រួលរកនៅក្នុងផ្ទះជាពិសេសគឺនៅយប់ព្រលប់តែម្ដងបាទអញ្ចឹងគឺខកទៅងាយស្រួលរកទូរស័ព្ទដោយសារពួកគាត់មួយចំនួនគាត់មិនសូវជាដាក់សំឡេងរោខ្លាំងទេគឺគាត់ដាក់ silent បាទអញ្ចឹងពេលខ្លះក៏ចៃដន្យក៏ដាក់ silent ដោយមិនដឹងខ្លួនបាទអញ្ចឹងពេលគាត់ផ្លេចទូរស័ព្ទឬគាត់ជ្រុះទូរស័ព្ទនៅក្រោមអីគឺពិបាករកបាទអញ្ចឹងយើងដាក់ភ្លើង LED លោតសម្រាប់ការកោះចូលនេះគឺជាអត្ថប្រយោជន៍មួយក្នុងការអាចឲ្យគាត់រកទូរស័ព្ទគាត់ឃើញបាទអញ្ចឹងនេះជាការចែករំលែកបទពិសោធន៍មួយបាទជាក់ស្ដែងសម្រាប់បងប្អូនអ៊ំពូមីងចាស់ឪពុកម្ដាយចាស់គឺគាត់អាចដាក់ជូនគាត់ទៅបាទគឺភាពងាយស្រួលមែនតើហើយបើសម្រាប់បងប្អូនក្មេងៗយុវវ័យវិញការដាក់ក៏អាចជា style មួយក្នុងការកាន់ទូរស័ព្ទ iPhone បាទហើយនឹងបន្តិចទៀតនេះគឺខ្ញុំនឹងបង្ហាញពីរបៀបដាក់ភ្លើង LED នៅលើទូរស័ព្ទ iPhone គឺវាមានភាពងាយស្រួលហើយនឹងយើងចង់បិទចង់បើកអីគឺយើងអាចដាក់បានហើយខ្ញុំនឹងព្យាយាមចែករំលែកនៅអត្ថប្រយោជន៍ផ្សេងទៀតនៅវីដេអូក្រោយបាទនេះគឺជាអ្វីដែលខ្ញុំចង់ចែករំលែកទៅជូនបងប្អូនបាទសូមអរគុណជួបជាមួយនឹងវីដេអូរបៀបនៃការដាក់ភ្លើង LED នៅបន្តិចទៀតនេះបាទ